មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានព័ត៌មានមិនពិតឬព័ត៌មានคล้ายៗធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តបង្ខូចដល់ការយល់ឃើញសាធារណជននិងធ្វើឲ្យស្ថានភាពបរិស្ថានយើងចុះខ្សោយឯកឧត្តមអ៊ីតសៃឡារដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថាព័ត៌មានមិនពិតឬព័ត៌មានคล้ายៗធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តបង្ខូចដល់ការយល់ឃើញសាធារណជននិងធ្វើឲ្យស្ថានភាពបរិស្ថានយើងចុះខ្សោយឯកឧត្តមថ្លែងដូចនេះនៅក្នុងវគ្គសិក្ខាសាលាស្ដីពីការសរសេរអត្ថបទព័ត៌មានការកំណត់ព័ត៌មានคล้ายៗនិងការរៀបចំដំឡើងរូបភាពវីដេអូសម្រាប់ផ្សព្វផ្សាយឬក្នុងវិស័យបរិស្ថាននៅក្នុងខេត្តកំពង់ធំព្រឹកថ្ងៃទី13ខែសីហាឆ្នាំ2026នៅសាលប្រជុំរដ្ឋបាលខេត្តជាមួយគ្នានេះឯកឧត្តមបានលើកឡើងថាជាការចាំបាច់បំផុតដែលយើងត្រូវតែសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅដើម្បីកំណត់អត្តសញ្ញាណព័ត៌មានคล้ายៗក្នុងការពង្រឹងយន្តការវិជ្ជាជីវៈដោយការទទួលខុសត្រូវជៀសវាងនៅការទទួលយកព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ដែលបង្កជាបញ្ហាប្រឈមនិងសេចក្តីថ្លៃថ្នូររបស់បុគ្គលនិងសង្គមជាតិការផ្សព្វផ្សាយព័ត៌មានពិតចេញពីមន្ទីរអង្គភាពធ្វើឲ្យមានការផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់បណ្ដាញសង្គមឲ្យជឿជាក់ដូចជាបញ្ហាទឹកជំនន់គម្របព្រៃឈើនិងបញ្ហាបរិស្ថានទូទៅឯកឧត្តមបានលើកឡើងថានៅក្នុងយុគសម័យ Digital នៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាវិស័យព័ត៌មានការរីកចម្រើនធ្វើឲ្យអ្នកផ្សព្វផ្សាយព័ត៌មានត្រូវតែមានទំនួលខុសត្រូវខ្ពស់ក្នុងសិក្ខាសាលានេះសិក្ខាកាមបានស្វែងយល់បន្ថែមទៀតក្នុងការយល់ដឹងនិងពង្រឹងការផ្សព្វផ្សាយប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ព្រមទាំងការវិភាគខ្លឹមសារនានាការបំភាន់ព័ត៌មានហើយក្រសួងបរិស្ថានបានបង្កើតក្រុម Telegram ដើម្បីតាមដាននៅអត្ថបទព័ត៌មានផ្សេងៗដែលក្រុមការងារទម្លាក់ចូលនិងឆ្លើយតបឲ្យបានទាន់ពេលវេលាក្នុងករណីមើលឃើញថាព័ត៌មាននេះមិនពិតឬក៏គ្មានប្រភពច្បាស់លាស់ហេតុនេះអ្វីដែលយើងចូលរួមថ្ងៃនេះឆ្លុះបញ្ចាំងពីសារៈសំខាន់នៃព័ត៌មានបរិស្ថានយល់ស្ថានភាពច្បាស់ការនិងចេះវិភាគវិតម្លៃនិងចែកចាយព័ត៌មានដោយការទទួលខុសត្រូវខ្ពស់ឯកឧត្តមរដ្ឋលេខាធិការសង្ឃឹមថាវគ្គសិក្ខាសាលានេះនឹងផ្ដល់នូវសារៈប្រយោជន៍ខ្ពស់ព្រមទាំងការងារបច្ចេកទេសនិងការអនុវត្តប្រកបប្រសិទ្ធភាព